បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀនស្បនទាំងអស់ជាទីគោរពជារៀបរាប់បានបាទថ្ងៃនេះគឺខ្ញុំថតប្រភេទនៃអង្កាំខ្សែដៃដែលខ្ញុំទៅតែធ្វើឲ្យភ្ញៀវបងប្អូនណាបាទឲ្យបងដែលគាត់កំងបាទបងប្រុសដែលគាត់បានកំងឥឡូវគឺខ្ញុំបានធ្វើហើយមួយខ្សែនេះគឺ2ថ្ងៃមួយព្រឹកបងប្អូនណាបាទ2ថ្ងៃមួយព្រឹកទៅហើយមួយខ្សែនេះបងប្អូនណាគឺមិនធម្មតាទេហើយនៅអង្កាំខ្សែដៃមួយខ្សែនេះគឺយើងដាក់លាយមានចំនួន4មុខបងប្អូនណា4មុខ4 5មុខនោះបាទគឺយើងមានថ្មអាថានកូនសង្កត់សង្វាពេជ្រនិងមានប្រភេទនៃអង្គុយឃ្មុំនិងមានប្រភេទនៃអង្គុយកណ្ដៀនិងមានប្រភេទនៃក្លឹមត្រាំងដែលកកคล้ายទៅជាថ្មនិងមានប្រភេទនៃវ៉ក្លូតដែលកកคล้ายទៅជាថ្មបាទនេះគឺវ៉ក្លូតដែលកកคล้ายទៅជាថ្មបាទចឹងរបស់ទាំងអស់នេះគឺយើងបញ្ចូលគ្នាសិតតវត្ថុស័ក្តិសិទ្ធិដែលមានฤទ្ធិមានអំណាចមានតេជះនិងមានបារមីកាន់តែខ្លាំងប្រើបានទាំងការពារបានទាំងស្នេហ៍មហានិយមលុកដូររស់ស៊ីហៅម៉ួយហៅភ្ញៀវបងប្អូនណាបាទប្រើបានខាងស្វិតខាងគង់ចឹងមួយខ្សែនេះគឺពិសេសណាស់បងប្អូនណាគឺយើងលាយចម្រុះបាទអង្គវត្ថុស័ក្តិសិទ្ធិมันខុសអីនឹងខ្ញុំរៀបរាប់កាលពីលើកមុនម្ដងហើយបងប្អូនណាបាទมันខុសអីនឹងយើងស្លសម្លហូបនោះទេបងប្អូនណាពីព្រោះថាវត្ថុស័ក្តិសិទ្ធិគឺកាន់តែច្រើនមុខគឺកាន់តែពិសេសបងប្អូនណាដោយសារវត្ថុស័ក្តិសិទ្ធិទាំងអស់លោកក៏មានមុខងាររបស់លោកពិសេសផ្សេងគ្នាដែរបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទចឹងការដែលយើងរួមបញ្ចូលគ្នានៅក្នុងអង្កាំខ្សែដៃមួយខ្សែនេះគឺធ្វើឲ្យយើងមានฤទ្ធិមានតេជះនិងមានបារមីកាន់តែខ្លាំងបងប្អូនណាបាទបានទាំងការពារបានទាំងស្នេហ៍មហានិយមលុកដូររស់ស៊ីហៅម៉ួយហៅភ្ញៀវចឹងគឺមហាពិសេសតែម្ដងបងប្អូនណាគឺបានទាំងស្វិតទាំងគង់បានទាំងសឹកសង្គ្រាមបងប្អូនណាបាទអង្កាំខ្សែដៃមួយខ្សែនេះគឺពិសេសខ្ញុំសាងជូនបងប្រុសជាពិសេសដែលគាត់កំងឥឡូវនេះគឺយើងសាងហើយបងប្អូនណាបាទគឺសាងហើយបាទគឺຂະຫນាត16លីបាទគឺຂະຫນាត16លីបាទតម្រាំនឹងហើយនេះគឺ2ថ្ងៃមួយព្រឹកបាទ2ថ្ងៃមួយព្រឹកគឺហើយតែមួយខ្សែនេះទេបាទអញ្ចឹងខ្សែនេះពិសេសណាបាទយើងរួមបញ្ចូលនឹងថ្មស័ក្តិសិទ្ធិពីអង្គនេះបងប្អូនណាថ្មស័ក្តិសិទ្ធិនេះដែលខ្ញុំធ្លាប់ផុសពីលើកមុនដែលខ្ញុំធ្វើជាអង្កាំដៃសាក់ឲ្យបងប្អូនមើលនោះបងប្អូនណាបាទថ្មស័ក្តិសិទ្ធិអញ្ចឹងក្នុងអង្កាំដៃមួយខ្សែនេះគឺយើងបញ្ចូល4 5មុខបងប្អូនណាគឺ5មុខបាទគឺមិនធម្មតាទេបងប្អូនណាគឺមិនធម្មតាទេអញ្ចឹងរិទ្ធដែលជះរបស់លោកគឺខ្លាំងណាស់បងប្អូនណាបាទហើយសូមបញ្ជាក់បងប្អូនណាអង្កាំខ្សែដៃនេះខ្ញុំគ្រាន់តែថតឲ្យបងប្អូនទស្សនាទេបងប្អូនណាដោយសាររបស់នេះគឺមានម្ចាស់ហើយបងប្អូនណាគឺមានម្ចាស់ហើយបាទនេះដូចខ្ញុំបានជម្រាបអញ្ចឹងបងប្អូនណាហើយបើសិនជាបងប្អូនដែលគាត់មើលឃើញហើយចង់កំងជាអង្កាំខ្សែដៃបងប្អូនណាបាទគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាគឺលេខ Smart នឹងឯងពីព្រោះថាខ្ញុំបាទគឺសម្រាញ់យកតែវត្ថុធាតុដើមដែលចាស់បុរាណលោកប្រើកាលពីសម័យបុរាណមុនបាទរបស់ដែលស័ក្តិសិទ្ធិរបស់ដែលប្រកែបាទសម្រាញ់យកវត្ថុទាំងអស់នោះបាទយកមកផ្គុំបញ្ចូលគ្នាធ្វើជាអង្កាំខ្សែដៃបងប្អូនណាបាទអញ្ចឹងយើងពាក់ទៅគឺមានទំនុកចិត្តពាក់ទៅគឺមានฤទ្ធិមានតេជះនិងមានបារមីនាំលៀបនាំជ័យបជាគ្រោះបជាភ័យបងប្អូនណាដូចខ្ញុំបានជម្រាបអញ្ចឹងបាទហើយបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមានឧបនិស្ស័យដូចខ្ញុំបានជម្រាបចឹងបងប្អូនណាបាទគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាបាទហើយក៏សូមឲ្យបងប្អូនទាំងអស់បាទជួយចុចសញ្ញាពាក្យថាជាវនិងសញ្ញាកណ្ដឹងជូនខ្ញុំបាទផងពេលដែលខ្ញុំបាទមានរបស់ថ្មីខ្ញុំតែងតែយកមកថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លន់លឺលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទឡតសាងអំពីថ្មស័ក្តិសិទ្ធិនេះក៏មានម្ចាស់ហើយដែរគឺផ្ញើទៅឲ្យម្ចាស់របស់ទាំងអស់នេះគឺផ្ញើទៅឲ្យម្ចាស់ថ្ងៃនឹងឯង